เราត្រូវបញ្យល់ពីពាក្យថាសមាធិសិនពាក្យថាសមាធិជាភាសាបាលីប្រែជាខ្មែរថាការតម្កល់ចិត្តទប់ចិត្តយើងឲ្យនឹងក្នុងរឿងមួយបាលីគេថាធ្វើចិត្តឲ្យស្ងប់ក្នុងអារម្មណ៍មួយគឺរឿងមួយចិត្តរបស់យើងមិនចេះស្ងប់ទេបញ្យល់ពីចិត្តសិនចិត្តនេះឈ្មោះ3តែរូបតែមួយបើឈ្មោះដល់3ហើយយើងនិយមហៅទូទៅថាចិត្តបាលីថាចិត្តៈខ្មែរយកមកពោលថាចិត្តប្រែជាខ្មែរថាសភាវៈធម្មជាតិដែលចេះសន្សំនៅរឿងការងាររបស់ចិត្តគឺសន្សំរឿងណាចិត្តមិនចេះទំនេរទេរឿងមួយចូលហើយចេញផុតទៅរឿងមួយចូលបន្តវាចេះតែដើរស្រោបដើរទាញរករឿងនេះជាការងាររបស់ចិត្តសូមជ្រាបចា៎បើចិត្តបានជួបប្រទះនឹងរឿងដែលមានលៀបមានយសមានបុណ្យមានស័ក្តិទ្រព្យសម្បត្តិសប្បាយរីករាយរំភើបបើចិត្តទៅប៉ះលើរឿងអន្តរាយកើតទុកវិនាសសពបែបសពយ៉ាងទៅកើតសេចក្តីក្តៅក្រហាយរឿងពីរនេះមកប៉ះតែគេនឹងចេះអត់ចេះនៅស្ងៀមទេប៉ុន្តែទោះបីជារឿងធ្វើឲ្យត្រេកអររីករាយរំភើបក្តីរឿងថាក្រក់ក្តីក៏សិតតែផ្ដល់សេចក្តីទុកឲ្យទៅអស់ហើយបើអញ្ចឹងក្នុងឱកាសនេះគេត្រូវទប់ចិត្តកុំឲ្យរឿងទាំងពីរហ្នឹងចូលមកបានហើយទប់ចិត្តឲ្យចូលបានទៅយករឿងឲ្យមួយមកតម្កល់នៅក្នុងចិត្តគិតម្ដងបានតែមួយរឿងទេអត់គិតបានពីររឿងទេប៉ុន្តែរឿងមួយចេញផុតមួយចូលអត់ចេះទំនេរទេបើអញ្ចឹងយករឿងណាមួយដែលជាកណ្ដាលណាយកមកដាក់ក្នុងចិត្តឲ្យវានៅនឹងរឿងអីទៀតអត់ចូលរួចទេព្រោះយកម្ដងចិត្តទទួលម្ដងបានតែរឿងមួយនៅហើយរឿងទៀតអត់ចូលរួចទេអានេះគេថាធ្វើចិត្តឲ្យស្ងប់ក្នុងអារម្មណ៍តែមួយហ្នឹងដូចចិត្តវិញមួយទៀតឈ្មោះវិញ្ញាណចិត្តនេះឈ្មោះវិញ្ញាណគឺអ្នកដឹងរូបតាមភ្នែកដឹងសម្លេងតាមតិចដឹងក្លិនតាមច្រមុះដឹងរសជាតិតាមអណ្ដាតដឹងការប៉ះពាល់តាមកាយណាដឹងអានេះគេវិញ្ញាណរូបតាមភ្នែកដឹងរូបអីអានេះគេចក្ខុវិញ្ញាណបាលីបើឡូវពោលជាខ្មែរសតតែម្ដងចុះពោលតែខ្មែរសតវិញ្ញាណអ្នកដឹងមួយទៀតឈ្មោះមโนគឺត្រេះរិះនៅរឿងអីមួយនឹងគិតសារចុះសារឡើងនៅរឿងរហេតុផលអានេះឈ្មោះមโนចិត្តម្នាក់ឯងឈ្មោះ3ឈ្មោះថាចិត្តឈ្មោះថាវិញ្ញាណឈ្មោះថាមโนសូមជ្រាបយ៉ាងបើក្នុងទីនេះយើងនិយាយពីចិត្តព្រោះចិត្តវាដើរស្រាវជ្រាវរាវរករឿងមិនចេះឈប់សំបីតែខ្លួនយើងដែលជាម្ចាស់ចិត្តនោះសម្រានលក់ទៅហើយចិត្តនោះក៏មិនស្ងៀមទៀតបានជាវាកើតយល់សពយល់ស្អូមហ្នឹងបើពេលយប់ថាយល់សពពេលថ្ងៃថាយល់ស្អូមឃើញរឿងនេះមកពីចិត្តនោះវាអត់ស្ងប់វារុកតែត្រកតរោទៀតតែត្រូវយល់អំពីការយល់សពតែបើសិនជាបុគ្គលណាមួយបានអប់រំចិត្តឲ្យស្ងប់ឲ្យនឹងហើយឈប់មានយល់សពអីហើយធ្លាប់មានយល់សពមកយប់ 4-5 ដងឲ្យតែអប់រំឲ្យតែបានស្ងប់ទៅឈប់3-4 ខែមិនទាន់មានយល់សពអីម្ដងទេអានឹងជាផលនៃការអប់រំចិត្តឲ្យស្ងប់នឹងវាមានផលគឺអញ្ចឹងញ៉ាអាត្មាសំជរាបចាបានចិត្តនឹងជាអធិបតីជាធំលើកាយវាចាទាំងអស់កាយវាចានៅក្រោមបញ្ជារបស់ចិត្តទេបើចិត្តរីករាយសប្បាយហើយកាយវាចាក៏ពោលទៅល្អពីរោះគួរជាទីកប់ចិត្តសភាពរក្សាទៅបើចិត្តមិនសប្បាយហើយកាយវាចាចេញមកក៏គ្រូតគ្រៀតចងេងចងាណាបានចិត្តជាអធិបតីជាប្រមុខបានត្រូវអប់រំចិត្តឲ្យស្អាតល្អនឹងសំជ្រាបចឹងពោលកាត់แล้วត្រូវបញ្យល់ពីពាក្យថាសមាធិសិនពាក្យថាសមាធិជាភាសាបាលីប្រែជាខ្មែរថាការតម្កល់ចិត្តទ
ទប់ចិត្តយើងឲ្យនឹងក្នុងរឿងមួយបល័យគេថាធ្វើចិត្តឲ្យស្ងប់ក្នុងអារម្មណ៍មួយគឺរឿងមួយចិត្តរបស់យើងមិនចេះស្ងប់ទេបញ្យល់ពីចិត្តសិនចិត្តនេះឈ្មោះ3តែរូបតែមួយបើឈ្មោះដល់3ហើយយើងនិយមហៅទូទៅថាចិត្តបាលីថាចិត្តៈខ្មែរយកមកពោលថាចិត្តប្រែជាខ្មែរថាសភាវៈធម្មជាតិដែលចេះសន្សំនៅរឿងការងាររបស់ចិត្តគឺសន្សំរឿងណាចិត្តមិនចេះទំនេរទេរឿងមួយចូលហើយចេញផុតទៅរឿងមួយចូលបន្តវាចេះតែដើរស្រោបដើរទាញរករឿងនេះជាការងាររបស់ចិត្តសូមជ្រាបចា៎បើចិត្តបានជួបប្រទះនឹងរឿងដែលមានលៀបមានយសមានបុណ្យមានស័ក្តិទ្រព្យសម្បត្តិសប្បាយរីករាយរំភើបបើចិត្តទៅប៉ះលើរឿងអន្តរាយកើតទុក្ខវិនាសសពបែបសពយ៉ាងទៅកើតសេចក្តីក្តៅក្រហាយរឿងពីរនេះមកប៉ះកង្កេងនឹងចិត្តអត់ចេះនៅស្ងៀមទេប៉ុន្តែទោះបីជារឿងធ្វើឲ្យត្រេកអររីករាយរំភើបក្តីរឿងថាក្រក់ក្តីក៏សិតតែផ្ដល់សេចក្តីទុក្ខឲ្យទៅអស់ហើយបើអញ្ចឹងក្នុងឱកាសនេះគេត្រូវទប់ចិត្តកុំឲ្យរឿងទាំងពីរហ្នឹងចូលមកបានវាទប់ចិត្តឲ្យចូលបានទៅយករឿងឲ្យមួយមកតម្កល់នៅក្នុងចិត្តគិតម្ដងបានតែមួយរឿងទេអត់គិតបានពីររឿងទេប៉ុន្តែតែរឿងមួយចេញផុតមួយចូលអត់ចេះទំនេរទេបើអញ្ចឹងយករឿងណាមួយដែលជាកណ្ដាលណាយកមកដាក់ក្នុងចិត្តឲ្យវានៅនឹងរឿងអីទៀតអត់ចូលរួចទេបើយកម្ដងចិត្តទទួលម្ដងបានតែរឿងមួយនៅហើយរឿងទៀតអត់ចូលរួចទេអានេះគេថាធ្វើចិត្តឲ្យស្ងប់ក្នុងអារម្មណ៍តែមួយហ្នឹងដូចចិត្តមួយទៀតឈ្មោះវិញ្ញាណចិត្តឯងឈ្មោះវិញ្ញាណគឺអ្នកដឹងរូបតាមភ្នែកដឹងសម្លេងតាមតិចដឹងក្លិនតាមច្រមុះដឹងរសជាតិតាមអណ្ដាតដឹងការប៉ះពាល់តាមកាយណាដឹងអានេះគេវិញ្ញាណរូបតាមភ្នែកដឹងរូបអីអានេះគេចក្ខុវិញ្ញាណបល័យបើឡូវពោលជាខ្មែរសុទ្ធតែម្ដងយោពោលតែខ្មែរសុទ្ធវិញ្ញាណអ្នកដឹងមួយទៀតឈ្មោះមโนគឺត្រេះរីនៅរឿងអីមួយនឹងគិតសារចុះសារឡើងនៅរឿងរហេតុផលអានេះឈ្មោះមโนចិត្តម្នាក់ឯងឈ្មោះ3ឈ្មោះថាចិត្តឈ្មោះថាវិញ្ញាណឈ្មោះថាមโนសូមជ្រាបយ៉ាងបើក្នុងទីនេះយើងនិយាយពីចិត្តព្រោះចិត្តវាដើរស្រាវជ្រាវរាវរករឿងមិនចេះឈប់សូម្បីតែខ្លួនយើងដែលជាម្ចាស់ចិត្តនោះសម្រានលក់ទៅហើយចិត្តនោះក៏មិនស្ងៀមទៀតបានជាវាកើតយល់សពយល់ស្អងហ្នឹងបើពេលយប់ថាយល់សពពេលថ្ងៃថាយល់ស្អងឃើញរឿងនេះមកពីចិត្តនោះវាអត់ស្ងប់វារុកតែត្រកតរោទៀតតែត្រូវយល់អំពីការយល់សពតែបើសិនជាបុគ្គលណាមួយបានអប់រំចិត្តឲ្យស្ងប់ឲ្យនឹងហើយឈប់មានយល់សពអីហើយធ្លាប់មានយល់សពមកយប់4-5ដងឲ្យតែអប់រំឲ្យតែបានស្ងប់ទៅឈប់3-4ខែមិនទាន់មានយល់សពអីម្ដងទេអានឹងជាផលនៃការអប់រំចិត្តឲ្យស្ងប់នឹងវាមានផលគឺអញ្ចឹងញ៉ាអាត្មាសំជ្រាបចាបានចិត្តនឹងជាអធិបតីជាធំលើកាយវាចាទាំងអស់កាយវាចានៅក្រោមបញ្ជារបស់ចិត្តទេបើចិត្តរីករាយសប្បាយហើយកាយវាចាក៏ពោលទៅល្អពីរោះគួរជាទីកត់ចិត្តសភាពរក្សាទៅបើចិត្តមិនសប្បាយហើយកាយវាចាចេញមកក៏គ្រូតគ្រៀតចងេងចងាណាបានចិត្តជាអធិបតីជាប្រមុខបានត្រូវអប់រំចិត្តឲ្យស្អាតល្អនឹងសំជ្រាបចឹងពោលកាត់ឡើងត្រូវបញ្យល់ពីពាក្យថាសមាធិសិនពាក្យថាសមាធិជាភាសាបាលីប្រែជាខ្មែរថាការតម្កល់ចិត្តទប់ចិត្តយើងឲ្យនឹងក្នុងរឿងមួយបាលីគេថាធ្វើចិត្តឲ្យស្ងប់ក្នុងអារម្មណ៍មួយគឺរឿងមួយ
ចិត្តរបស់យើងមិនចេះស្ងប់ទេបញ្យល់ពីចិត្តសិនចិត្តនេះឈ្មោះ3តែរូបតែមួយបើឈ្មោះដល់3ហើយយើងនិយមហៅទូទៅថាចិត្តបាលីថាចិត្តៈខ្មែរយកមកពោលថាចិត្តប្រែជាខ្មែរថាសភាវៈធម្មជាតិដែលចេះសន្សំនៅរឿងការងាររបស់ចិត្តគឺសន្សំរឿងណាចិត្តមិនចេះទំនេរទេរឿងមួយចូលហើយចេញផុតទៅរឿងមួយចូលបន្តវាចេះតែដើរស្រោបដើរទាញរករឿងនេះជាការងាររបស់ចិត្តសូមជ្រាបចា៎បើចិត្តបានជួបប្រទះនឹងរឿងដែលមានលៀបមានយសមានបុណ្យមានស័ក្តិទ្រព្យសម្បត្តិសប្បាយរីករាយរំភើបបើចិត្តទៅប៉ះលើរឿងអន្តរាយកើតទុក្ខវិនាសសពបែបសពយ៉ាងទៅកើតសេចក្តីក្តៅក្រហាយរឿងពីរនេះមកប៉ះតែគេនឹងចេះអត់ចេះនៅស្ងៀមទេប៉ុន្តែទោះបីជារឿងធ្វើឲ្យត្រេកអររីករាយរំភើបក្តីរឿងថាក្រក់ក្តីក៏សត្វតែផ្ដល់សេចក្តីទុក្ខឲ្យទៅអស់តែបើអញ្ចឹងក្នុងឱកាសនេះគេត្រូវទប់ចិត្តកុំឲ្យរឿងទាំងពីរនឹងចូលមកបានវាទប់ចិត្តឲ្យចូលបានទៅយករឿងឲ្យមួយមកតម្កល់នៅក្នុងចិត្តចិត្តគិតម្ដងបានតែមួយរឿងទេអត់គិតបានពីររឿងទេប៉ុន្តែតែរឿងមួយចេញផុតមួយចូលអត់ចេះទំនេរទេបើអញ្ចឹងយករឿងណាមួយដែលជាកណ្ដាលណាយកមកដាក់ក្នុងចិត្តឲ្យវានៅនឹងរឿងអីទៀតអត់ចូលរួចទេព្រោះយកម្ដងចិត្តទទួលម្ដងបានតែរឿងមួយនៅហើយរឿងទៀតអត់ចូលរួចទេអានេះគេថាធ្វើចិត្តឲ្យស្ងប់ក្នុងអារម្មណ៍តែមួយណាដែលចិត្តវិញមួយទៀតឈ្មោះវិញ្ញាណចិត្តឯងឈ្មោះវិញ្ញាណវិញ្ញាណគឺអ្នកដឹងរូបតាមភ្នែកដឹងសម្លេងតាមតិចដឹងក្លិនតាមច្រមុះដឹងរសជាតិតាមអណ្ដាតដឹងការប៉ះពាល់តាមកាយណាដឹងអានេះគេវិញ្ញាណរូបតាមនេះដឹងរូបអីអានេះគេចក្ខុវិញ្ញាណបាលីបើឡូវពោលជាខ្មែរសុទ្ធតែម្ដងចុះពោលតែខ្មែរសុទ្ធវិញ្ញាណអ្នកដឹងមួយទៀតឈ្មោះមโนគឺត្រេះរីនៅរឿងអីមួយនឹងគិតសារចុះសារឡើងនៅរឿងរហេតុផលអានេះឈ្មោះមโนចិត្តម្នាក់ឯងឈ្មោះ3ឈ្មោះថាចិត្តឈ្មោះថាវិញ្ញាណឈ្មោះថាមโนសូមជ្រាបយ៉ាងបើក្នុងទីនេះយើងនិយាយពីចិត្តព្រោះចិត្តវាដើរស្រាវជ្រាវរាវរករឿងមិនចេះឈប់សូម្បីតែខ្លួនយើងដែលជាម្ចាស់ចិត្តនោះសម្រានលក់ទៅហើយចិត្តនោះក៏មិនស្ងៀមទៀតបានជាវាកើតយល់សពយល់ស្អងហ្នឹងបើពេលយប់ថាយល់សពពេលថ្ងៃថាយល់ស្អងឃើញរឿងនេះមកពីចិត្តនោះវាអត់ស្ងប់វារកតែត្រកតរោទៀតតែត្រូវយល់អំពីការយល់សពតែបើសិនជាបុគ្គលណាមួយបានអប់រំចិត្តឲ្យស្ងប់ឲ្យនឹងហើយឈប់មានយល់សពអីហើយធ្លាប់មានយល់សពមកយប់4-5ដងឲ្យតែអប់រំឲ្យតែបានស្ងប់ទៅឈប់3-4ខែមិនទាន់មានយល់សពអីម្ដងទេអានឹងជាផលនៃការអប់រំចិត្តឲ្យស្ងប់នឹងវាមានផលគឺអញ្ចឹងញ៉ាអាត្មាសំជរាបចាបានចិត្តនឹងជាអធិបតីជាធំលើកាយវាចាទាំងអស់កាយវាចានៅក្រោមបញ្ជារបស់ចិត្តទេបើចិត្តរីករាយសប្បាយហើយកាយវាចាក៏ពោលទៅល្អពីរោះគួរជាទីកប់ចិត្តសភាពរក្សាទៅបើចិត្តមិនសប្បាយហើយកាយវាចាចេញមកក៏គ្រូតគ្រៀតចងេងចងាណាបានចិត្តជាអធិបតីជាប្រមុខបានត្រូវអប់រំចិត្តឲ្យស្អាតល្អនឹងសំជ្រាបចឹងពោល